Bạn này cứ chỉ video highlightទាំងស្រុងតែម្ដងបាននៃការប្រកួតបាទជើងទី1វគ្គ8ក្រុមចុងក្រោយរវាងប្រខ័ណ្ឌរាជស្វាយរៀងមកលេងផ្ទះបាទគឺការីវងសុកសែនជ័យយើងឃើញថា3គ្រាប់កាត់ឡើងនៅក្នុងការប្រកួតថ្ងៃនេះហើយម្ចាស់ផ្ទះពិតជាធ្វើបានល្អបាទជាជំនះដំបូងនៅក្នុងរដូវកាលនេះសម្រាប់បាទការីវងសុកសែនជ័យផងដែរបាទកាយបាល់ដំបងចេញពីក្រុមភ្ញៀវបាទគឺប្រខ័ណ្ឌរាជស្វាយរៀងកន្លែងនេះហើយគ្រាប់បាល់ដំបងកាត់ឡើងពីកាក់ដាក់លបឿនបាទលឿនដូចកំជ្រួចពីលូវីសវីលីផ្ទះស្ដាំបំប៉ោងសម្ដែងទីគ្មានសល់ទេ1-0នៅនាទីទី6បាទ counter នេះគឺលឿនមែនតើយើងមើលការបញ្ចប់ទីបានយ៉ាងល្អរបស់លូវីសវីលីបាទផុតដៃវីរៈតារាហើយក៏បំប៉ោងសម្ដែងទីបាទជូស៊ីនទីមិនអាចនៅក្នុងការបាទតាមតន់បាទវីលីនោះទេបាទកន្លែងនេះការលើកបាល់ចូលមកខាងក្នុងពីគឹមសុកយុទ្ធទះឆ្វេងតាមស្មើពី Thiago Alexandra Mendes បាទពីការបញ្ជូនបានយ៉ាងល្អរបស់គឹមសុកយុទ្ធហើយក៏ទះឆ្វេងបញ្ចប់ទីបានយ៉ាងល្អតែម្ដងបាទ1-1គិតត្រឹមនាទីទី30ពីការទាត់បញ្ចូលទីបាទរបស់ Thiago Alexandra Mendes Alves បញ្ចប់ការប្រកួតវគ្គទី1ក្រុមទាំងពីរបានត្រឹមស្មើគ្នា1-1ចូលដល់វគ្គទី2គ្រាន់តែកែបាល់ភ្លាមការីវងសុកសែនជ័យរកបានគ្រាប់បាល់ភ្លាមតែម្ដងកន្លែងនេះការបញ្ជូនបាទពីតំបន់បាទខាងក្រៅមកឲ្យវីលីទាញកັບហើយក៏ទាត់ស្ដាំបុកនឹងស៊ើវិសាលបាទបញ្ចប់ទីបានយ៉ាងស្អាតតែម្ដងបាទបាល់ធ្លាក់បាទចូលទីបានយ៉ាងល្អធ្វើឲ្យបាទក្រុមការងារបាទដូចជាអ្នកគ្រប់គ្រងសប្បាយរីករាយមែនតើពីការទាត់គ្រាប់បាល់ទី2របស់ Luis Vili បាទបញ្ចប់ទីឲ្យការីវងបាននាំមុខប្រខ័ណ្ឌរាជស្វាយរៀងគឺ2-1កន្លែងនេះឱកាសរបស់ការីវងជាថ្មីបញ្ជូនវិសុទ្ធថាមកដោលរសាំទាត់ស្ដាំបាទបុកនឹងបង្គោលទីហើយក៏លក់មកបាទប៉ះនឹងវីរៈតារាក៏ចេញទៅខាងក្រៅបាទវីនឹងមានគ្រាប់បាល់ទី3កាត់ឡើងទៅហើយកន្លែងនេះការលើកបាល់ចូលមកខាងក្នុងបាទតែពីខ្វំមេពេលប្រាស់ហើយក៏ជួយបានបាទពីស៊ូសវណ្ណនាតការលើកពីសារ៉េតគ្រីយ៉ាមកតែបាទពីខ្វំមេពេលប្រាស់ហើយក៏ចាប់បាល់ជាប់បាទពីស៊ូសវណ្ណនាតរុញទៅឆ្វេងឲ្យប៉ាទ្រីក Robson ក៏ទាញឲ្យចូលស្ដាំរបស់ខ្លួនប៉ុន្តែហើររំលងរបស់ទីបាទប៉ាទ្រីក Robson នេះគឺប្រកាសក្នុងការទាត់បាល់បាទពីលើដំបូលទូកនេះហើយបាទហើររំលងរបស់ទីបាទសោកស្ដាយមែនទែនលើកចុងម៉ោងកន្លែងនេះក៏តែមួយក្បាលក៏ជួយបានពីស៊ូសវណ្ណនាតជាថ្មីបាទកន្លែងនេះបាទសវណ្ណនាតបាននៅតែជាស៊ុបប៉ាសែវបាទរបស់ការីវងសុកសែនជ័យនៅក្នុងការប្រកួតថ្ងៃនេះលោកកញ្ញាកណ្ដាលលោកហេងប៊ុនហ៊ីងក៏ផ្លុំបញ្ជាបញ្ចប់ការប្រកួតទាំងស្រុងតែម្ដងចូលរួមអបអរសាទរទៅដល់ការីវងសុកសែនជ័យដែលរកបានជាជំនះក្នុងការប្រកួតជើងទី1នៃវគ្គ8ក្រុមចុងក្រោយនៃពានរង្វាន់សម្ដេចតេជោហ៊ុនសែននៅក្នុងរដូវកាលនេះ